We have been hurt. We have been shamed. But we need to move on to start reconciliation, to move forward with coexistence for the benefit of future generation. ជៀសវាងអត់ផុតជាងមិនអាចនៅតែសន្សំកំហឹងនឹងដើម្បីការសងសឹកនោះទេខ្ញុំនៅតែមានភាពជឿជាក់ថាប្រជាជនថៃភាគច្រើនមិនមែនជាអ្នកដែលចង់បានសង្គ្រាមនេះទេតែរឿងអ្នកជ្រុលនិយមមកក្តាប់តូចគឺមិនមានពិតប្រាកដអ្វីដែលខ្ញុំចង់និយាយដូចខ្ញុំបានបញ្ជាក់ចឹងមិនមែនថាយើងខ្លួនឯងមិនមានភាពឈឺចាប់ចំពោះអ្វីដែលគេបានធ្វើមកលើយើងទេតែយើងត្រូវតែប្រែក្លាយកំហឹងនឹងការឈឺចាប់នេះឲ្យคล้ายទៅជាកម្លាំងចិត្តនឹងការខំប្រឹងប្រែងជាប្រចាំកុំឲ្យថាមួយឆាវទៅចប់10ឆ្នាំទៀតមានករណីទៀតពីខាងណាមកគេប្រមាថយើងទៀតថាគ្រាន់តែបិទផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតកម្ពុជានឹងពិបាកហើយខ្ញុំជួបពលករខ្មែរដែលគាត់នៅធ្វើការនៅថៃឥឡូវត្រឡប់មកវិញមានការងារនៅស្រុកខ្មែរគាត់ថាពួកថៃបានប្រើភាសាមួយថាមកស្រុកវិញហ្នឹងមានអីស៊ីអត់ដើម្បីយើងយកជំនះទៅលើឧបសគ្គនិងការប្រមាថរាល់ការប្រមាថដែលគេបានបង្រៀនយើងលើកនេះមានតែខំប្រឹងប្រែងខ្លួនឯងទេយើងខំប្រឹងប្រែងឲ្យជោគជ័យយើងខ្លួនឯងសម្រាប់កិត្តិយសយើងខ្លួនឯងនិងគ្រួសារយើងខ្លួនឯងតែយកភាពជោគជ័យនិងភាពរីកចម្រើនរបស់យើងទាំងអស់គ្នានេះនាំឲ្យទៅជាភាពរីកចម្រើនរបស់ប្រទេសជាតិយើងដែលទៅអនាគតអត់មានអ្នកណាអាចមកមើលងាយប្រមាថដូច្នេះតទៅ